បងប្អូនអរគ្នាកំពុងតែធ្វើការសិក្សានៅ Unity MMORPG World of Warcraft Classic Season 3អឺអ្វីដែលយើងកំពុងធ្វើ design នេះគឺសម្រាប់ server which is high performance server capable ទៅលើការ handle បាទនៅ multi client multi process បាទធ្វើម៉េចឲ្យដំណើរការ smooth រលូនកុំឲ្យមានភាពបាទwhich is GC Spy Collection Bird with the Air 1 by John អញ្ចឹង season 3នេះខ្ញុំបាននិយាយពីខាងដើមជំរាបប្រាប់ទៅកាន់បងប្អូនគ្នាថាគឺជាចុងក្រោយបាទយើងព្រោះតែការដែលខ្ញុំធ្វើបរិយានេះគឺចុងក្រោយបាទវល់បាទណាអូខេអញ្ចឹងសូមឲ្យបងប្អូនដាក់មើលចំទោះបីយ៉ាងណាក៏ដោយខ្ញុំគិតថាបងប្អូនអរគ្នាកាលណាដែលបងប្អូនសិក្សាជាភាសាខ្មែរចេះខ្ញុំគិតថាមិនក៏ដោយក៏នៅតែមិនពិបាកបើយើងចង់អូខេអញ្ចឹងការពិភាក្សាយើងបានធ្វើការបង្កើតបាននៅ client session pool ឥឡូវយើងត្រូវការចូលមកកាន់ server socket ហើយយើងចូលមកកាន់ចំណុច accept process នេះបាទនៅក្នុងចំណុច accept process កន្លែងនេះបាទវានៅមានបញ្ហាបន្តិចទៀតបាទគឺយើងអត់តបាន handling accept error បាទអញ្ចឹងនៅកាន់ខ្ញុំអញ្ចឹងកន្លែងនេះគឺបើសិនជាក្នុងករណីមួយដែល error វានិយាយថា accept error បាទហើយ SE ហើយបើសិនជាបច្ចេក error ប៉ុន្មានពី socket error បាទ does not equal ទៅកាន់ socket error .succeed បាទមានន័យថាឬយើងអាចជាមួយយើងអាចធ្វើការទៅសេជាយំបាយចំពួតនឹងមិនយ៉ាងម៉េចក៏ដោយគឺនៅតែបើអញ្ចឹងមែនគឺយើងគ្រាន់ធ្វើការនិយាយថាmessage box print Unity client try to connect to this Unity client try to connect but Unity client has been failed to connect Unity client has been failed to connect but how we go which is going to be accept pending but on it how the s អញ្ចឹងកាលណា error គឺយើងត្រូវផាសនៅពេលដែល error គឺយើងត្រូវផុស accept ម្ដងទៀតដើម្បីឲ្យ accept កើតមិនមែន error ហើយយើងអត់ផុសវាអត់ផុសក៏អត់ត្រូវទេបាទអូខេឥឡូវនេះគឺយើងចូលមកកាន់ចំណុច create client session បាទអ្វីយើងត្រូវធ្វើគឺយើងគាត់និយាយថា CS set equal ទៅកាន់ client session 4 client session 4បាទ just .ran បាទឡើយនេះអញ្ចឹងនៅក្នុងចំណុច .ran នៅកន្លែងនេះគឺត្រូវការនៅsocket បាទ just client socket អញ្ចឹង client socket គឺយើងដឹងថានៅក្នុងចំណុចកន្លែងនេះគឺមានន័យថា Unity client has been connected អញ្ចឹងមានន័យថាបាន connect អញ្ចឹងមានន័យថា socket គឺប្រកាសជានៅខាងក្នុង e នេះបាទ which is e.accept socket អញ្ចឹងយើងនិយាយថា e.accept socket ហើយក៏យើង pair ឲ្យ s បាទដែលជា object ជាមួយខ្ញុំចង់ ran នេះខ្ញុំចង់ធ្វើចេះតិចព្រោះ object នេះវាគួរតែនៅក្នុងមុខវិញមិនត្រូវចេះបាទហើយ client នេះគឺនៅខាងក្រោយអញ្ចឹងអានេះខ្ញុំនិយាយថា s ហើយខ្ញុំនិយាយថា e.accept socket បាទអញ្ចឹងយើងដឹងថា e គឺ accept socket គឺមានន័យថាដោយសារតែពិតជាបាន connect អញ្ចឹងហើយបាន print out នៅ Unity client has been connected ហើយក៏ហុសនៅ e accept socket ដែលមាន container client ដែលបាន connect ហ្នឹងបាទដាក់ចូលហើយក៏ហុសបាន objects ដែលតនេះបាទហើយ CN នេះបន្តមកយកមកទៀតបាទ CN នេះគឺពេលក្រោយគឺអ្វីយើងត្រូវធ្វើគឺធៀបទៅវាត្រូវមានការជាប់ពាក់ព័ន្ធជាមួយនឹងadd into world add into authentication CLI ឬក៏ add into authentication បដូរមួយចឹងទៅបាទ NC នេះបាទប៉ុន្តែឥឡូវនេះគឺមិនទាន់ដល់ទេបាទសំខាន់គឺ
ឥឡូវនេះគឺប្រកាសជាអូខេយើងខ្ចីពីបាទយើងខ្ចីនៅ client session pool យើងខ្ចីនៅ client session មកហើយក៏យើងបានយើងនិយាយថា rank អញ្ចឹងកាលណាយើងនិយាយថា rank គឺវាធ្វើការ initialize ហើយគេធ្វើការចាប់ផ្ដើមបាទនៅការដែល set សង្ខេបយ៉ាងម៉េចនេះបាទយើងចង់ខ្ចីមកហើយក៏ plug នៅ event ហើយចាប់ផ្ដើមការទទួលបានផ្លូវនេះបាទអូខេអញ្ចឹងនៅក្នុងការព្រមនៅចំចំណុចកន្លែងនេះបងប្អូនអរគុណគឺជាចំណុចមួយដែលសំខាន់បាទគឺមានន័យថាយើងត្រូវធ្វើនៅវិជាការដែលត្រូវទទួលរបស់យើងចង់អូខេបាទខ្ញុំកាន់នេះឆ្នៃខ្ញុំជាមួយខ្ញុំទៅការដោះស្រាយក៏ថាវាដូចជា sketchy ទូបីយ៉ាងណាတော့អូខេអញ្ចឹងនៅក្នុង which is receive process នេះនៅក្នុង receive process នេះយើងធ្វើការបង្កើតបាននៅការទទួលបន្តិចបីចុងអូខេបាទហើយយើងធ្វើការចូលមកកាន់game setting បាទហើយវាថាចំណុចខ្ញុំចង់ធ្វើអញ្ចឹងបន្តិចខ្ញុំចង់បង្កើតបាននៅខ្លះថ្មីមួយដែលសម្រាប់ Android បាននៅបញ្ហាដែលមានការចូលតែបងបាទអញ្ចឹង control អញ្ចឹងខ្ញុំជាមួយខ្ញុំលើកយកទៅវាកុំ